បងនៅលើ Mazda E60 ណាបើសិនបើយើងចង់បិទប្រភេទអូតូចាប់កន្លងផ្លូវណាគឺយើងអាចបិទបានហើយមូលហេតុនៃការបិទនោះគឺដោយសារតែអាហ្នឹងវាបើសិនជាយើងបើកអូតូកន្លងផ្លូវហ្នឹងគឺវានឹងចាប់កន្លងផ្លូវដោយស្វ័យប្រវត្តិនៅពេលដែលយើងបើកបរហ្នឹងទៅនៅពេលដែលយើងចេញខុសកន្លងគឺវាទាញចង្កូតយើងឲ្យវាចូលក្នុងកន្លងមួយដែលត្រឹមត្រូវវិញអញ្ចឹងណាគឺប្រើវាល្អដែរពុកម៉ែបងប្អូនគ្នាបាទប៉ុន្តែបើសិនជាយើងអត់ចង់ឲ្យស្មុគស្មាញនៅពេលដែលវាចាប់ទៅយើងទាញចង្កូតរបស់យើងអញ្ចឹងទៅយើងពិបាកក្នុងការបើកបរយើងអាចបិទវាបានតោះឥឡូវយើងមិនដឹងពីរបៀបនៃការបិទអូតូចាប់កន្លងផ្លូវហ្នឹងបងប្អូនយើងចូលមកកាន់ទីតាំង screen របស់យើងមកបន្តមកទៀតពុកម៉ែបងប្អូនរកពាក្យថា driver assistant យើងចុចលើពាក្យថា driver assistant ហ្នឹងមកហើយបន្តមកទៀតយើងត្រូវប្រកាសថាយើងឈរលើទីតាំង driving assistant អញ្ចឹងបង scroll មកក្រោមមករកពាក្យថា lane departure assistant អញ្ចឹង lane departure assistant ហ្នឹងគឺជាប្រភេទដែលយើងចាប់កន្លងណាគេថាបើសិនជាយើងយកពាក្យថា correction វាចាប់កន្លងបើយើងនៅពេលដែលយើងចេញក្រៅកន្លងគឺវានឹងទាញចង្កូតយើងចូលទៅក្នុងកន្លងហ្នឹងវិញតែម្ដងហើយបើសិនជាយើងយកពាក្យថា warning មានន័យថាវាឲ្យសញ្ញាយើងនៅពេលដែលយើងចេញក្រៅកន្លងអញ្ចឹងទៅវានឹងលោកសញ្ញាប្រាប់យើងហើយបើមួយទៀតបើយើងចុចបិទបាទយើងបិទហ្នឹងមានថាបិទចប់សពក្រូចពុកម៉ែបងប្អូននឹងឲ្យសញ្ញាក៏វាលេងឲ្យចាប់ក៏វាលេងចាប់ដែរប៉ុន្តែបើជិះទៅហ្មងយើងអាចយកពាក្យ warning ទៅដើម្បីវាលោតសញ្ញាប្រាប់យើងអញ្ចឹងណាអញ្ចឹងក៏វាក៏ងាយស្រួលសម្រាប់យើងអញ្ចឹងអរគុណច្រើនពុកម៉ែបងប្អូនអ្នកគ្នាបាទជួបគ្នានៅវីដេអូបន្ត